អង្គការសម្អាតទន្លេសមុទ្រសហការជាមួយមន្ទីរបរិស្ថានខេត្តកណ្ដាលរៀបចំកម្មវិធីទិវាអំពើល្អ Goldit Day នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅនារសៀលថ្ងៃទី4ខែមេសាឆ្នាំ2025មានប្រសាសន៍នៅក្នុងពិធីនេះឯកឧត្តមគ្រួយម៉ាឡែនអភិបាលរងខេត្តកណ្ដាលបានកោតសរសើរដល់មន្ទីរបរិស្ថានខេត្តកណ្ដាលអង្គការសម្អាតទន្លេសមុទ្រនិងភាគីពាក់ព័ន្ធនានាដែលតែងតែចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរដ្ឋបាលខេត្តក្នុងការថែរក្សាបរិស្ថានឯកឧត្តមអភិបាលរងខេត្តបន្តថាអំពើល្អអាចធ្វើបានគ្រប់ពេលវេលាគ្រប់ទីកន្លែងនៅផ្ទះឬក្រៅផ្ទះឬនៅកន្លែងការងារអំពើល្អនាំមកនូវសេចក្តីសប្បាយរីករាយជាអំពើបុណ្យសុខភាពល្អសុភមង្គលភាពថ្លៃថ្នូរសោភ័ណភាពទឹកស្អាតទាំងទន្លេនិងសមុទ្របឹងបួជាដើមជាមួយគ្នានេះអំពើល្អផ្ដើមពីចិត្តគំនិតដោយមិនគិតអំពីភាពមានឬក្រពណ៌សម្បុរភេទក្មេងឬចាស់នោះឡើយដូច្នេះមនុស្សគ្រប់រូបអាចធ្វើអំពើល្អនិងបន្តពង្រីកអំពើល្អរបស់យើងឲ្យកាន់តែទូលំទូលាយទៅតាមលទ្ធភាពនិងសមត្ថភាព